ចឹងនៅពេលដែលខ្ញុំបើក clip guard នេះខ្ញុំអាចនិយាយស្រែកខ្លាំងហេសូមជម្រាបសួរអ្នកនរគ្នាសូមស្វាគមន៍មកកាន់101 Soundscape ថ្ងៃនេះខ្ញុំនឹងមានផលិតផលមួយដើម្បីបង្ហាញទៅកាន់អ្នកនរគ្នាគឺតាក់ទងជាមួយនឹង audio interface គឺ sound card នេះគឺជា brand Lovid Connect 2ដែលជាផលិតផលរបស់ប្រទេសអូស្ត្រាលីហើយ brand មួយនេះកំពុងតែទទួលបានការពេញនិយមជាច្រើនទូទាំងពិភពលោកជាមួយនឹងមុខងារដ៏ពិសេសដែលយើងទាំងអស់គ្នាបច្ចុប្បន្នគឺត្រូវការប្រើប្រាស់នៅមុខងារនេះនៅលើ sound card នេះជាពិសេសដោយសារតែកត្តាបរិស្ថានយើងគឺអ៊ូអរមានសលេងរំខានជាច្រើនយើងត្រូវការ hardware និង software ដើម្បីជួយកាត់សំឡេងរំខានទាំងនោះចេញអូខេឥឡូវខ្ញុំកំពុងតែថតនៅ microphone dynamic ប្រភេទ Biodynamic ជាមួយនឹង sound card ASL MK2 ជាមួយនឹង DAW Ampliton ចាំមើលសំឡេងរបស់វាដែលខ្ញុំថតនេះគឺនឹងមានការផ្លាស់ប្ដូរជាធម្មតាពេលដែលខ្ញុំថត microphone dynamic ជាមួយនឹង sound card កម្លាំង gain របស់វាគឺមានកម្រិតខ្សោយចំពោះ model Lovid មួយនេះគឺមាន gain សម្រាប់ microphone ដែលពី gain ពី 0dB រហូតដល់ 72dB អញ្ចឹងមានន័យថា gain គឺខ្លាំងមែនតើដែលមិនចាំបាច់ឲ្យ microphone dynamic ត្រូវការ booster អីទេអូខេអញ្ចឹងអ្វីយើងទៅជាមួយនឹងគ្នាយើងនឹងសាកមើលអំពីមុខងារផ្សេងខ្លះដើម្បីកុំឲ្យវីដេអូរបស់យើងវិញអញ្ចឹង sound card មួយនេះគឺមានរាង slim តែម្ដងហើយពណ៌ខ្មៅលាយជាមួយនឹងបៃតងអូខេអញ្ចឹងបើយើងដាក់ដៃវិញគឺពេញប្រអប់ដៃរបស់យើងហើយយើងដាក់លើតុគឺងាយស្រួលមែនតើគឺអត់មើលទៅវារញ៉េរញ៉ៃលើតុរបស់យើងអូខេខាងក្រោយគឺប្រើប្រាស់នៅដោយ USB-C បាទ connector C ហើយក៏មានក្បាល OTG មួយសម្រាប់ភ្ជាប់ប្រើប្រាស់ជាមួយនឹង USB-A អូខេអញ្ចឹងនៅក្នុងនេះគឺនឹងមានរុនកាសដែលជារុន3លីនិង6លីហើយមាន monitor LR ឆ្វេងស្ដាំជាមួយនឹង instrument Hi-Z សម្រាប់ការថត instrument ហើយជាមួយនឹង female HLR ដោយ microphone ហើយជាមួយនឹងប៊ូតុង 48V Phantom អូខេអញ្ចឹងខ្ញុំនឹងលម្អិតជាមួយនឹង software វាបន្ថែមទៀតប៉ុន្តែនៅមុនទៅនៅក្នុងនេះគឺយើងមានប៊ូតុងសម្រាប់ customize ផ្សេងយើងអាច customize នៅលើ control បដូរភ្លើងបដូរអីប៊ូតុងមួយនេះគឺសម្រាប់ instrument មួយនេះគឺសម្រាប់ microphone ហើយនេះគឺជា knob gain របស់វាអូខេឥឡូវនេះយើងអត់មានអីយើងគ្រាន់តែយកដៃមួលគឺវា sensitive ស្រូបចូលតែម្ដងភ្លើងបៃតងហើយនេះគឺ mute អញ្ចឹង mute នេះនៅពេលដែលយើងនិយាយ live stream យើងត្រូវការ mute ភ្លាមយើងចុច mute មានការងារសំខាន់ហើយដែលយើងនិយាយទៅគឺវាឈប់ស្រូបចូលហើយអញ្ចឹងអូខេប៊ូតុង icon សម្រាប់ speaker កាសហើយជាមួយនឹង playback នេះ playback នេះពេលយើងភ្ជាប់មួយ software គឺយើងអាចស្ដាប់ខ្លួនឯងផ្ទាល់តែម្ដងស្មើនឹង monitor ហើយមួយនេះគឺគេហៅ audio setup គាត់យើងចុចប៊ូតុងហ្នឹងទៅគេនឹងធ្វើការ set up gain ឲ្យយើង automatic អូខេអញ្ចឹងយើងនឹងទៅជាមួយនឹងគ្នាជាមួយនឹង software ខាងក្នុងដើម្បីយើងត្រួសអំពីផលិតផលមួយនេះអូខេឥឡូវខ្ញុំបដូរការ set up មក sound card connect 2វិញហើយជាមួយនឹង microphone dynamic ប្រហែលជាអត់ទាន់ឮសលេងអីខុសប្លែកគ្នាទេអ្វីដែលខ្ញុំទៅជាមួយមុខងាររបស់ connect 2នេះគឺទៅ auto setup អញ្ចឹង auto setup នេះខ្ញុំបិទផ្សេងអូខេអញ្ចឹងខ្ញុំនឹងចុច auto setup នេះយើងធ្វើការជ្រើសរើសតើយើងថតហ្គីតាឬក៏ថត microphone ឬក៏ហ្គីតាបូកជាមួយនឹង microphone ឥឡូវខ្ញុំកំពុងតែ recording ធម្មតាហើយគេឲ្យយើង45 second អញ្ចឹងសម្រាប់ការ auto setup មួយនេះដែលកំណត់ volume មួយដែលត្រឹមត្រូវអញ្ចឹងនៅក្នុងលើ sound card នេះក៏ចាប់ផ្ដើមពណ៌ក្រហមដែរអូខេអញ្ចឹងខ្ញុំនឹងចុច microphone រួចហើយប្រភេទ
ប្រភេទ microphone ហ្នឹងមាន condenser ឬក៏ dynamic អញ្ចឹងប្រភេទដែលខ្ញុំប្រើគឺ passive dynamic អញ្ចឹងខ្ញុំនឹងយក48V អស់អញ្ចឹងនៅក្នុងនេះយើង low cut filter ឬក៏អត់ទេអញ្ចឹង start measure គេនឹងចាប់ផ្ដើមវាស់រយៈពេល10 second ឲ្យយើងមើលដែរអូខេអញ្ចឹងប្រភេទpreamp នេះយើងចង់បានប្រភេទ clean warm ឬក៏ vivid បាទអូខេឥឡូវខ្ញុំយក vivid ចុះដោយសារនេះគឺជា microphone dynamic អញ្ចឹងខ្ញុំចង់បានលើក low បន្តិចអូខេអញ្ចឹងយើងចង់បាន compress អត់ឬក៏អត់ទេឥឡូវខ្ញុំយក compress on ចុះអូខេតាក់ទងជាមួយ denoise យើងត្រូវការ denoise អត់គឺគេប្រាប់ថាល្អសម្រាប់ streaming ហើយបើសិនជា denoise off គឺយើងបិទសលេងរំខានគឺ good សម្រាប់ recording capture raw signal ហើយនឹង process អញ្ចឹងបើសិនយើង go stream គឺយើងយក denoise ទៅសលេងរំខានចោលអូខេអញ្ចឹងខ្ញុំយក denoise off សិនទៅហើយតាក់ទងជាមួយនឹង clip guard នេះគឺសំខាន់មែនទែនគឺវា remove នៅសំឡេងរំខានចេញទាំងអស់បាទអញ្ចឹងវាល្អសម្រាប់អ្នកដែលគាត់ streaming online meeting អីដែលកង្ហាលសំឡេងផ្សេងជាពិសេសដូចខ្ញុំពងថតនេះគឺបរិយាកាសនៅជាប់ផ្លូវខ្នល់គេអញ្ចឹងឥឡូវខ្ញុំយក clip guard off សិនទៅឥឡូវអូខេ finish អញ្ចឹង gain របស់វា level របស់វាគឺឡើងរហូតដល់57 dB អញ្ចឹងដែល sound card ផ្សេងមួយចំនួនគឺទៅរួចទេអញ្ចឹងគឺ sound card មួយនេះរហូតដល់72 dB អូខេខ្ញុំចុច finish អ្វីគឺ audio interface មួយនេះគឺ set up ឲ្យយើងតែម្ដងអញ្ចឹងខ្ញុំប្រើ compress on ខ្ញុំប្រើ sound preamp vivid នេះបាទឈ្មោះ preamp អូខេនេះគឺជាមុខងារដែលសំខាន់នៅក្នុង microphone មួយនេះឥឡូវខ្ញុំនឹងចុចបដូរទៅ clean preamp clean ប្រហែលជាឮសលេងផ្សេងហើយ warm គឺ preamp សលេង warm យើងអាចស្ដាប់ទៅយើងឮ high លើក high បន្តិចអូខេ clean នៅក្នុងមុខងារមួយដែលសំខាន់អញ្ចឹងនៅពេលដែលខ្ញុំបើក clip guard នេះខ្ញុំអាចនិយាយស្រែកខ្លាំងហេឥឡូវខ្ញុំកំពុងបើក clip guard ហេឥឡូវខ្ញុំបិទហេអញ្ចឹងវាឮសលេងបែកអញ្ចឹងពេលយើង streaming យើងស្រែកលេង game អីគឺវាប៉ះពាល់ការធ្វើការងាររបស់យើងហើយសលេងរបស់យើង clip guard នេះមកវិញហេ check អញ្ចឹងទោះបីយើងស្រែកទៅវាព្យាយាមកាត់សលេងរបស់យើងកុំឲ្យសលេងនឹង distortion អូខេអញ្ចឹងតាក់ទងជាមួយនឹង connect 2នេះគឺជា audio interface មួយដែលយើងត្រូវការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ការ recording live stream podcast អីគឺល្អមែនតើហើយលើសពីនេះទៅទៀតគឺមានជាមួយនឹងpreamp 3 clean warm ហើយនិង vivid ហើយក៏មាន compress បូកជាមួយ denoise ឥឡូវខ្ញុំកំពុងតែដាក់ denoise ហ្នឹងគឺវាព្យាយាមកាត់សលេងរំខាន environment រញ៉េរញ៉ៃចេញអូខេអានេះដោយសារខ្ញុំត្រូវការស្ងាត់អានេះ background too loud វាអត់ចាប់ទេខ្ញុំត្រូវការស្ងាត់សិនពេលយើងបិទ denoise យើងស្ងាត់អូខេអញ្ចឹងគឺយើងបើក denoiser denoise នេះមកគឺវានឹងកាត់បន្ថយនៅសលេងរំខាន environment ជាច្រើនជាពិសេសយើងចង់ធ្វើការងារស្ងាត់និយាយស្ងាត់កុំឲ្យមានសលេងរំខានហើយជាពិសេសគឺយើងចង់ set ឲ្យវាស្អាតតែម្ដងបាទចូល record ហើយត្រូវការទៅដាក់ plug in អីទៀតទេគឺនៅក្នុង software control មួយនេះគឺយើងរៀបចំជាស្រេចគ្រាន់តែហើយគឺយើងចាប់ផ្ដើមការងាររបស់យើងតែម្ដងអូខេចំពោះតម្លៃបច្ចុប្បន្ននេះ Lovid Connect 2 នេះគឺតម្លៃ$199អូខេបើសិនជាមានចម្ងល់ឬក៏មានចំណុចខ្វះខាតអីអំពី audio interface មួយនេះខ្ញុំបាទសូមអធិស្ឋានហើយអាចមកតេស្តផ្ទាល់នៅហាង101 Soundscape បានអូខេអញ្ចឹងអរគុណសូមជម្រាបលាអ្នកនរគ្នា